ខ្មែរសាមគ្គីគ្នាណាស់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនល្បីពីររូបផ្ដល់ជូនរថយន្តច្រើនគ្រឿងដឹកស្បៀងជូនកងទ័ពជួរមុខនិងជនភៀសឹកដ៏ឥតគិតថ្លៃក្នុងស្មារតីខ្មែរតែមួយក្រៅពីបងប្អូនខ្មែរចូលរួមឧបត្ថម្ភជាស្បៀងអាហារនិងសម្ភារៈជូនដល់វីរៈកងទ័ពជួរមុខនិងជនភៀសឹកហើយនោះការដឹកជញ្ជូនទៅកាន់គោលដៅគឺជាជំហានបន្ទាប់ដែលត្រូវធ្វើពិតណាស់ខ្មែរយើងពិតជាសាមគ្គីគ្នាដើម្បីសម្រួលដល់ការនាំយកជំនួយទៅដល់ទីតាំងក្រុមហ៊ុនដឹកជញ្ជូនធំចំនួន2ដែលបង្កើតឡើងដោយកូនខ្មែរបានផ្ដល់រថយន្តជាច្រើនគ្រឿងសម្រាប់ដឹកជញ្ជូនដែលឥតគិតថ្លៃក្រុមហ៊ុនទាំងពីរមានដូចជា1ក្រុមហ៊ុន DRSB Express តាមរយៈម្ចាស់ក្រុមហ៊ុន DRSB Express វ័យ28ឆ្នាំរយៈពេលពី3ថ្ងៃមកនេះលោកបានផ្ដល់រថយន្តដឹកជញ្ជូនឥតគិតថ្លៃជារថយន្តធន់1តោនកន្លះនិង5តោនប្រមាណជិត100គ្រឿង2ក្រុមហ៊ុនវីរៈប៊ុនថាំ Express តាមការបង្ហោះលើទំព័រ Facebook តាំងពីថ្ងៃទី9ខែធ្នូនេះមកក្រុមហ៊ុនវីរៈប៊ុនថាំបានបើកការទទួលដឹកជញ្ជូនបញ្ញើជាអំណោយឥតគិតថ្លៃគ្រប់សាខាទូទាំងប្រទេសសម្រាប់ជូនដល់កងទ័ពជួរមុខនិងប្រជាជននៅតាមព្រំដែនរថយន្តធុនធំសម្រាប់ដឹកស្បៀងនិងសម្ភារៈក៏បានចេញជាច្រើនគ្រឿងរៀងរាល់ថ្ងៃផងដែរចា៎ក៏សូមអរគុណទៅដល់ម្ចាស់ក្រុមហ៊ុនចា៎ DRSB Express និងក្រុមហ៊ុនវីរៈប៊ុនថាំផងដែរចា៎ដោយឃើញថាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដល់ល្បីពីររូបនេះចា៎គឺបានផ្ដល់ជូនរថយន្តជាច្រើនគ្រឿងចា៎ដើម្បីដឹកស្បៀងជូនទៅដល់កងទ័ពជួរមុខនិងជនភៀសឹកដែលឥតគិតថ្លៃផងដែរចា៎ពិតជាសូមអរគុណនៅទឹកចិត្តដ៏ធំធេងមួយនេះចានៅក្នុងស្មារតីខ្មែរតែមួយចាក្រៅពីបងប្អូនខ្មែរដែលបានចូលរួមឧបត្ថម្ភជាស្បៀងអាហារហើយនោះការដឹកជញ្ជូនទៅកាន់គោលដៅគឺជាជំហានបន្ទាប់ដែលត្រូវធ្វើដូចគ្នាចាពិតណាស់ខ្មែរយើងពិតជាសាមគ្គីគ្នាចាសូមចាពិតណាស់ខ្មែរយើងពិតជាសាមគ្គីគ្នាបានល្អមែនទែនចាដើម្បីសម្រួលទៅដល់ការនាំយកជំនួយទៅដល់ទីតាំងក្រុមហ៊ុនដឹកជញ្ជូនធំចំនួន2នេះដែលបានបង្កើតឡើងដោយកូនខ្មែរផ្ទាល់តែម្ដងចាបានផ្ដល់រថយន្តជាច្រើនគ្រឿងសម្រាប់ដឹកជញ្ជូនដែលឥតគិតថ្លៃដោយតាមរយៈម្ចាស់ក្រុមហ៊ុនDRSB Express ដែលមានវ័យទៅតែ28ឆ្នាំតែរយៈពេលពី3ថ្ងៃមកនេះចាលោកបានផ្ដល់ជារថយន្តដឹកជញ្ជូនដែលឥតគិតថ្លៃនឹងជារថយន្តធន់1តោនកន្លះនិង5តោនប្រមាណជិត100គ្រឿងឯណោះចាដើម្បីដឹកស្បៀងអាហារនិងទី2ហ្នឹងគឺក្រុមហ៊ុនវីរៈប៊ុនថាំ Express ដែលតាមការបង្ហោះនៅលើទំព័រ Facebook តាំងពីថ្ងៃទី9ខែធ្នូមកម្ល៉េះចាក្រុមហ៊ុនវីរៈប៊ុនថាំក៏បានបើកទទួលការដឹកជញ្ជូនបញ្ញើជាអំណោយដែលឥតគិតថ្លៃដូចគ្នាផងដែរចាគ្រប់សាខាទូទាំងប្រទេសទាំងអស់សម្រាប់ជូនទៅដល់កងទ័ពជួរមុខនិងប្រជាជននៅតាមព្រំដែនចរយន្តធនធំសម្រាប់ដឹកស្បៀងនិងសម្ភារៈក៏បានចេញជាច្រើនគ្រឿងជារៀងរាល់ថ្ងៃដូចគ្នាផងដែរខ្មែរសាមគ្គីគ្នាណាស់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនល្បីពីររូបផ្ដល់ជូនរថយន្តច្រើនគ្រឿងដឹកស្បៀងជូនកងទ័ពជួរមុខនិងជនភៀសឹកដ៏ឥតគិតថ្លៃក្នុងស្មារតីខ្មែរតែមួយក្រៅពីបងប្អូនខ្មែរចូលរួមឧបត្ថម្ភជាស្បៀងអាហារនិងសម្ភារៈជូនដល់វីរៈកងទ័ពជួរមុខនិងជនភៀសឹកហើយនោះការដឹកជញ្ជូនទៅកាន់គោលដៅគឺជាជំហានបន្ទាប់ដែលត្រូវធ្វើពិតណាស់ខ្មែរយើងពិតជាសាមគ្គីគ្នាដើម្បីសម្រួលដល់ការនាំយកជំនួយទៅដល់ទីតាំងក្រុមហ៊ុនដឹកជញ្ជូនធំចំនួន2ដែលបង្កើតឡើងដោយកូនខ្មែរបានផ្ដល់រថយន្តជាច្រើនគ្រឿងសម្រាប់ដឹកជញ្ជូនដែលឥតគិតថ្លៃក្រុមហ៊ុនទាំងពីរមានដូចជា1ក្រុមហ៊ុន DRSB Express តាមរយៈម្ចាស់ក្រុមហ៊ុន DRSB Express វ័យ28ឆ្នាំរយៈពេលពី3ថ្ងៃមកនេះលោកបានផ្ដល់រថយន្តដឹកជញ្ជូនឥតគិតថ្លៃជារថយន្តធន់1តោនកន្លះនិង5តោនប្រមាណជិត100គ្រឿង2ក្រុមហ៊ុនវីរៈប៊ុនថាំ Express តាមការបង្ហោះលើទំព័រ Facebook តាំងពីថ្ងៃទី9ខែធ្នូនេះមកក្រុមហ៊ុនវីរៈប៊ុនថាំបានបើកការទទួលដឹកជញ្ជូនបញ្ញើជាអំណោយឥតគិតថ្លៃគ្រប់សាខាទូទាំងប្រទេសសម្រាប់ជូនដល់កងទ័ពជួរមុខនិងប្រជាជននៅតាមព្រំដែនរថយន្តធុនធំសម្រាប់ដឹកស្បៀងនិងសម្ភារៈក៏បានចេញជាច្រើនគ្រឿងរៀងរាល់ថ្ងៃផងដែរចាក៏សូមអរគុណទៅដល់ម្ចាស់ក្រុមហ៊ុនចា DRSB Express និងក្រុមហ៊ុនវីរៈប៊ុនថាំផងដែរចាដោយឃើញថាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដល់ល្បីពីររូបនេះចាគឺបានផ្ដល់ជូនរថយន្តជាច្រើនគ្រឿងចាដើម្បីដឹកស្បៀងជូនទៅដល់កងទ័ពជួរមុខនិងជនភៀសឹកដែលឥតគិតថ្លៃផងដែរចាពិតជាសូមអរគុណនៅទឹកចិត្តដ៏ធំធេងមួយនេះចានៅក្នុងស្មារតីខ្មែរតែមួយចាក្រៅពីបងប្អូនខ្មែរដែលបានចូលរួមឧបត្ថម្ភជាស្បៀងអាហារហើយនោះការដឹកជញ្ជូនទៅកាន់គោលដៅគឺជាជំហានបន្ទាប់ដែលត្រូវធ្វើដូចគ្នាចាពិតណាស់ខ្មែរយើងពិតជាសាមគ្គីគ្នាចាសូមចាពិតណាស់ខ្មែរយើងពិតជាសាមគ្គីគ្នាបានល្អមែនទែនចាដើម្បីសម្រួលទៅដល់ការនាំយកជំនួយទៅដល់ទីតាំងក្រុមហ៊ុនដឹកជញ្ជូនធំចំនួន2នេះដែលបានបង្កើតឡើងដោយកូនខ្មែរផ្ទាល់តែម្ដងចាបានផ្ដល់រថយន្តជាច្រើនគ្រឿងសម្រាប់ដឹកជញ្ជូនដែលឥតគិតថ្លៃដោយតាមរយៈម្ចាស់ក្រុមហ៊ុនDRSB Express ដែលមានវ័យទៅតែ28ឆ្នាំតែរយៈពេល
ដោយរយៈពេលពី3ថ្ងៃមកនេះចាលោកបានផ្ដល់ជារយន្តដឹកជញ្ជូនដែលឥតគិតថ្លៃនឹងជារយន្តធុន1តោនកន្លះនិង5តោនប្រមាណជិត100គ្រឿងឯណោះចាដើម្បីដឹកស្បៀងអាហារនិងទី2ហ្នឹងគឺក្រុមហ៊ុនវីរៈប៊ុនធម្មអ៊ីប្រេតតាមការបង្ហោះនៅលើទំព័រ Facebook តាំងពីថ្ងៃទី9ខែធ្នូមកម្លេះចាក្រុមហ៊ុនវីរៈប៊ុនធម្មក៏បានបើកទទួលការដឹកជញ្ជូនបញ្ញើជាអំណោយដែលឥតគិតថ្លៃដូចគ្នាផងដែរចាគ្រប់សាខាទូទាំងប្រទេសទាំងអស់សម្រាប់ជូនទៅដល់កងទ័ពជួរមុខនិងប្រជាជននៅតាមព្រំដែនចារយន្តធុនធំសម្រាប់ដឹកស្បៀងនិងសម្ភារៈក៏បានចេញជាច្រើនគ្រឿងចាជារៀងរាល់ថ្ងៃដូចគ្នាផងដែរ